bà chụp điểm xuống bà bóng ôn ở kia bà sống sờ bài chia tế dương bài kia chỉ you nó đời xa nhung trong các video sầmรับmấy đêm guitar bảo dương chỉ you bà ở con chơi này ngày nay chụp chỉ muốn được chụp bạn xong rồi thì ra mà đầu tiết chỉ muốn được mấy đêm guitar bảo dương tập bất nặng mùi than dương chết chọc hay bằng ôn mùi than này ca strumming bài dương kẻ trong vạn hai nâng lên bọt chỉ muốn được trong vạn đại dương bàn đêm chỉ muốn được cái này bạn đôi chỉ nơi so bài chỉ pi trong vạn bay trong vạn thế thế dương nâng chọc thân nặng mùi than hết trong nâng bàn to từ thân nặng guitar solo bạn chẳng số mong ôn tạm đàn merin mà không tạm đọc tạm đói hơi như nâng ai pa mình ai chlong phật nơi merin nặng mùi than ở con chẳng ngày ní dương nâng riêng guitar cho mùi kia cho mùi nâng trong vạn nó bỏ dương mình to tiệt dương mà riêng trong vạn chỉ tràn trong vạn mà hai smart nâng bớt sân chị bong ôn ai mình thà tam toàn merin bậc sống lúc mà đó bên ní cứ chăm chưa thà bong ôn ai lên bọt trong riêng sờ bài điสำหรับ entertain life ว่าខ្លួនឯងបាទនិយាយសบายជុំមិត្តភ័ក្តិបងប្អូនអីដំណើរកំសាន្តឲ្យបានហើយខ្ញុំជឿថាអាចធ្វើបានបើសិនជាតាមមេរៀនខ្ញុំតន់គ្រប់មេរៀនរហូតមកដល់មេរៀនចុងក្រោយហើយសម្រាប់បងប្អូនដែលចង់មើលមេរៀនតាមលំដាប់តាមលំដោយគឺ complete ចូលទៅក្នុង playlist បើមិនសិនជាមើលតាមវីដេអូរបស់ខ្ញុំវាអត់លំដាប់ដោយឯមេរៀនណាតែបងប្អូនចូលទៅក្នុង playlist ហើយ select យក album ឬក៏ folder រៀន guitar អញ្ចឹងបងប្អូននឹងឃើញមេរៀនខ្ញុំ arrange ដាក់តាមលំដាប់លំដោយមេរៀនទី1ទី2ទី3ទី4ទី5រហូតតាមលំដាប់តាមលំដោយខ្ញុំនឹងរៀបចំបែបនឹងដដែលរហូតដល់ចប់បាទរហូតដល់ចប់ថ្នាក់មូលដ្ឋានតែម្ដងដូចជាចិត្តចប់ឲ្យបងប្អូនសល់2 3ចង្វាក់ទៀតទេណាអរគុណតោះអញ្ចឹងយើងទៅចង្វាក់រំវងជាមួយគ្នាហើយចង្វាក់រំវងមិនពិបាកទេដល់បើសិនជាបងប្អូនបានឆ្លងកាត់មេរៀនពីដំបូងមកតាមលំដាប់ដោយមកដល់នេះខ្ញុំបញ្យល់ថាតិចតិចបងប្អូនយល់តែម្ដងយើងចេះ staccato ហើយមែនទេអញ្ចឹង staccato មិនវិញគឺផ្ដាច់សំឡេងណាហើយតិចនៃ staccato នោះយើងបានរៀនកន្លងមកជាមួយគ្នាហើយអញ្ចឹងបើសិនជាបងប្អូនដែលអត់ដែររៀនពីមុនមកបើកមកវាក់ប៉ឹបតែមិនឃើញរៀនចង្វាក់រំវងហ្មងអត់តន់ចេះ staccato យើងទៅរៀន staccato ណាបាទរៀន staccato នៅក្នុងមេរៀនរបស់ខ្ញុំពីមុនអញ្ចឹងខ្ញុំបង្ហើបបន្តិច staccato គឺការផ្ដាច់សំឡេងបើយើងសង្កត់ខ្សែហ្គីតាកាលណាយើងសង្កត់យើងកេះទៅវាលឺសំឡេង whole វែងអញ្ចឹងតែបើយើងផ្ដាច់មានថាយើងចាប់ឲ្យជាប់ឲ្យលឺអញ្ចឹងហើយយើងកេះឲ្យលឺសំឡេងបន្ទាប់មកយើងបធូរដៃទៅតែបធូរហ្នឹងកុំឲ្យហើបដៃពីខ្សែគាត់ថាបធូរកម្លាំងឯងអញ្ចឹងវានឹងដាច់សំឡេងហើយឃើញទេបងប្អូនបាទខ្ញុំកេះឲ្យលឺអកវាសិនណាហើយចាំយើងផ្ដាច់វាបធូរវាប៉ុន្តែកុំបធូរឲ្យផុតដៃពីខ្សែនឹងលឺសំឡេងអីមកផ្សេងទៀតរំខានហើយអញ្ចឹងកុំណាគាត់ថាកេះចាប់ហើយកេះបធូរនេះគឺ staccato តែប៉ុណ្្នឹងឯងតែគាត់ថានៅលើប្រភេទពួក bar chord បងប្អូនអាចងាយស្រួល staccato ដោយសារខ្សែទាំងអស់ត្រូវបានបិទប៉ុន្តែបើសិនជា open chord ដូចជា sol ណា sol វាមានខ្សែចំហដូចខ្សែទី2ទី3ទី4អញ្ចឹងវាចំហនៅពេលដែលបងប្អូន staccato បធូរដៃនោះឃើញទេវាដាច់តែសំឡេងដែលយើងបានសង្កត់តែអាខ្សែដែលចំហវាអត់ដាច់ទេឃើញទេអញ្ចឹងវាទាមទារឲ្យយើងព្យាយាមមានតិចនិចមួយគឺនេះយើងពុតកដៃយើងបែបហ្នឹងមកទៅសាច់ដៃយើងនឹងប៉ះខ្សែបិទខ្សែនេះឃើញទេបាទហកឧទាហរណ៍ឃើញទេបាទបាទដូចជា mi minor អីហ្នឹងបើយើងអត់បត់កដៃឡើងលើមករៀមដៃយើងអត់ទៅបិទខ្សែខាងក្រោមខ្សែដៃចំហទៅបានល្អទេណាអញ្ចឹងវាអត់ staccato វាអត់អាចសំឡេងបានល្អបាទអញ្ចឹងសម្រាប់ចង្វាក់រំវងខ្ញុំចែករំលែក2គំរូចង្វាក់ស្មើនឹង2 pattern មិនមែនថាមានតែប៉ុណ្្នឹងទេយើងមាន style ផ្សេងទៀតអ្នកលេងខ្ញុំអ្នកលេងខុសគ្នាមានច្រើនរបៀបក្នុងការលេងអញ្ចឹងខ្ញុំចែករំលែក2ចង្វាក់ណា2 style បាទចង្វាក់ទី1ស្រួលមែនតើបាទស្រួលមែនតើចុះឡើងណាឬក៏ down up down up down up ប៉ុណ្ណឹង down up ហើយយើងចោលមួយណា down up ហើយយើងយកដៃទម្លាក់ចោលមួយហើយយើង up down up down up អស់ប៉ុណ្ណឹងប៉ុន្តែអា up អា up អា down ហើយ down up ដំបូងនេះយើងអត់ staccato ទេយើងទម្លាក់ដៃចុះហើយយើង up មកវិញគឺ staccato up
down up down up chẳng up បន្ទាប់ពីណា up ចាប់ពី up ទី2ទៅគឺយើង staccato ចឹង up ដំបូងគេគឺអត់ staccato ទេ down up up down up down up អស់នឹងអស់មួយ major បងប្អូនណាចឹងបងប្អូនស្គាល់ major ហើយយើងអស់មួយ major មានថាអស់មួយគំរូរបស់វាគំរូចង្វាក់របស់វាបាទ down up up down up down up បាទបើសិនជាយើងលេងលឿនទៅយើងនឹងចេញសំឡេងហើយ down up up down up down up 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 down up បាទហើយវាមិនយឺតចឹងទេចង្វាក់រំវងគឺលឿន down up up down up down up down ប្រជុំគ្នារីករាយសប្បាយចិត្តឧទាហរណ៍អញ្ចឹងនេះជាគំរូចង្វាក់លេងបែបសាមញ្ញបាទយើងលេងលឿនណាប្រជុំគ្នារីករាយសប្បាយចិត្តបាទវាមួយយ៉ាងដែរណាប៉ុន្តែវាមាន style ផ្សេងទៀតនេះរបៀបដំបូងនៅក្នុងការលេងហើយវារើសបត់ដែរបត់ខ្លះវាវាយចង្វាក់ហ្នឹងអត់ស៊ីទេបត់រំវងខ្លះដាក់មកវាចូលវាស៊ីជាមួយអញ្ចឹងយើងអ្នកលេងយើងថ្លឹងថ្លែងខ្លួនឯងយើងនឹងរៀន style ទី2ទៀតយើងដឹងថាអូបត់ណាគួរតែលេង style ទី1បត់ណាគួរតែលេង style ទី2ទៅតាមអារម្មណ៍របស់យើងគិតថាវាស៊ីមួយបត់ណាណាឥឡូវយើងទៅ style ទី2ឬក៏ pattern ទី2យើងឆូតមានឆូតខ្សែបងប្អូនរៀនឆូតចេះសិនបាទយើងឆូតខ្សែយើងអត់កេះទៅហ្មងឯងអូខេអញ្ចឹងគឺយើងឆូតបាទមាន style មួយហ្នឹងណាបាទបាទ down ហើយយើងកេះ down មួយសិនមក down ហើយយើងឆូតកន្លែងយើងឆូតនេះគឺយើង staccato down បាទយើងឆូតចុះក្រោមហើយយើងកេះឡើងលើវិញភ្លាមហ្មងdown ឆូត up up down up down ឆូត up up down up down ឆូត up បាទចង្វាក់នេះបងប្អូនstyle ទី2នេះបងប្អូន staccato តែកន្លែងយើងឆូតមួយបានហើយក្រៅហ្នឹងមិន staccato ទេបាទ staccato កន្លែងហ្នឹងមួយបានហើយក្រៅហ្នឹងគឺធម្មតាណាអញ្ចឹងយើង staccato តែកន្លែងឆូតចុះក្រោមបាទក្រៅពីហ្នឹងគឺអត់ staccato ទេអញ្ចឹងយើងអនុវត្តចង្វាក់របស់យើងជាមួយនឹងបទស្រែមផាឡាបន្តិចយើងបើកឆាកមកវគ្គដំបូងទៀតទៅហើយយើងចាំវីដេអូក្រោយចាំខ្ញុំនាំលេងបទចម្រៀងពេញតែម្ដងណាស្រអែមខៀវខ្ចីតាស្រីឈ្មោះវ័យប្រលឹងបងសួរចង់ដឹងនឹងបងជាគូស្នេហ៍ស្រីស្រស់ពណ៌គូលួចចោលកន្ទុយនេត្រាបាញ់ព្រួញស្នេហាចំអរាខ្ញុំអូខេអញ្ចឹងយើងនេះជាឧទាហរណ៍ទេហើយមានសំណួរអ្វីបងប្អូនអាច comment នៅលើ comment វីដេអូនេះតែម្ដងហើយខ្ញុំអាចចូលមើលបានពេលណាខ្ញុំអាចឆ្លើយតបនៅសំណួររបស់បងប្អូនបានឬក៏ឆាតមក Telegram របស់ខ្ញុំផ្ទាល់ណាអរគុណច្រើនបាទជម្រាបលា